រឿងនេះដកស្រង់ចេញពីរឿងពិតដែលបុរសម្នាក់បានធ្វើការនៅមន្ទីរពេទ្យគាត់បានឃើញខ្មោចហើយគាត់ក៏បានទេចូលកម្មវិធីវិទ្យុដើម្បីចែករំលែករឿងរបស់គាត់ដល់អ្នកធ្វើការនៅពេទ្យឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីនគឺជាកំឡោះពោះម៉ាយរស់នៅក្នុងអាផាតមិនជាមួយកូនស្រីម្នាក់គេបានដើរតួជាម្ដាយផងជាឪពុកផងដើម្បីផ្ដល់សេចក្តីស្រឡាញ់ដល់កូនស្រីរបស់គេចំណែកឯប្រពន្ធរបស់ពីនបានស្លាប់ដោយសារតែមានជំងឺថ្ងៃមួយនារីម្នាក់ដែលនៅជាន់ខាងលើបានចេញមកស្រោចទៅផ្ការបស់នាងនៅវេរ៉ង់ដានារីម្នាក់នោះក៏បានជ្រុលដៃធ្វើឲ្យថូផ្កាធ្លាក់មកចូលវេរ៉ង់ដារបស់ពីនហើយនាងក៏បានចុះមកក្រោមដើម្បីសុំទោសដល់ពីនបានឈរផ្លឹកសម្លឹងមើលសម្រស់នារីម្នាក់នោះយ៉ាងយូរហើយគេក៏មិនយកទោសពីនារីស្រស់ស្អាតរូបនោះដែរពួកគេទាំងពីរនាក់ក៏បានណែនាំខ្លួនប្រាប់ឈ្មោះគ្នានិងលេខទូរស័ព្ទគ្នាទៅវិញទៅមកស្អែកឡើងហ្វាបានយកផ្លែឈើមកឲ្យពីនពីព្រោះនាងដឹងថាពីនមានកូនស្រីម្នាក់ហើយពីនក៏បានអញ្ជើញហ្វាមកចូលរួមញ៉ាំបាយជាមួយនឹងកូនស្រីរបស់គេហ្វាតែងតែមកបន្ទប់ពីនដើម្បីជក់បារីហើយនឹងជជែកគ្នាលេងពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមស្រឡាញ់គ្នាបន្ទាប់ពីធ្វើការនៅពេទ្យហើយពីនបានត្រឡប់មកផ្ទះហើយស្រាប់តែគេមានអារម្មណ៍ចម្លែកហាក់បីដូចជាមានមនុស្សកំពុងតែតាមគេពេលទៅដល់ក្នុងបន្ទប់ពីនបានសួរកូនស្រីរបស់គេថាថ្ងៃនឹងមីងហ្វាមានមកលេងកូនដែរឬទេក្មេងស្រីតូចបានមើលមុខឪពុករបស់គេហើយប្រាប់ថាមីងហ្វាអត់បានមកលេងទេហើយពីនក៏បានដើរទៅវេរ៉ង់ដាដកបារីមកជក់ដើម្បីកាត់ stress ពេលនោះស្រាប់តែគេឃើញហ្វាធ្លាក់មកពីលើផ្ទះហើយពីនក៏បានអើបចុះមកក្រោមឃើញនារីដែលលោតសម្លាប់ខ្លួននោះគឺជាហ្វាជាមនុស្សស្រីដែលគេកំពុងតែស្រឡាញ់ហើយគេក៏បានរត់ចុះមកក្រោមដើម្បីជួយហ្វាប៉ុន្តែហ្វាបានស្លាប់បាត់ទៅហើយពីនក៏បានស្រែកយំខ្លាំង3ថ្ងៃក្រោយមកពីនដើរចូលបន្ទប់ហើយក៏សួរកូនស្រីគេថាតានណាទិញដោះគោឲ្យកូនស្រីរបស់ពីនក៏បានប្រាប់ថាមីងហ្វាបានមកលេងកូនហើយក៏ទិញនំផ្ញើកូនដែរពីនចាប់ផ្ដើមភ័យព្រោះហ្វានាងបានស្លាប់បាត់ហើយនៅយប់នោះពីនបានមកដេកជិតកូនស្រីរបស់គេហើយនៅយប់នោះពីនមិនបានដេកទេដោយសារតែគេស្មុគស្មាញនឹងការងារផងហើយក៏ភ័យខ្លាចវិញ្ញាណរបស់ហ្វាមកវិញដែរពីនក៏បានដើរទៅវរ៉ង់ដាដើម្បីជក់បារីបន្ធូរអារម្មណ៍ពេលនោះស្រាប់តែគេឮសម្រឹបជើងមនុស្សកំពុងតែដើរពីនក៏អើតមើលទៅជាន់ខាងលើស្រាប់តែគេឃើញពីនគេភ័យខ្លាំងណាស់ព្រោះវិញ្ញាណរបស់ហ្វាបានលងគេហើយពីនក៏បានរត់ចូលមកក្នុងផ្ទះយ៉ាងលឿនពេលនោះស្រាប់តែគេឮសំឡេងមនុស្សគោះទ្វារហើយពីនក៏ដើរទៅទ្វារបន្ទប់ដើម្បីអើតមើលពេលទៅដល់គេពុំឃើញមានមនុស្សនៅខាងក្រៅបន្ទប់ទេពេលនោះស្រាប់តែខ្មោចនាងហ្វាបានលេចចេញមកធ្វើឲ្យពីនភ័យខ្លាចយ៉ាងខ្លាំងគេក៏បានទៅដាស់កូនស្រីរបស់គេយ៉ាងលឿនដើម្បីរត់ចេញពីបន្ទប់អាផាតមិននោះពីនបានវិលវល់មិនដឹងរត់ចេញពីបន្ទប់នោះតាមណាទេព្រោះនៅមាត់ទ្វារមានខ្មោចនាងហ្វាកំពុងតែចាំលងហើយបើទៅតាមវរ៉ង់ដាគឺគ្មានជណ្ដាលចុះទេមានតែហក់លោតចុះទៅខាងក្រោមពេលនោះពីនក៏សម្រេចចិត្ត3កូនរបស់គេចុះតាមជណ្ដាលជើងប៉ុន្តែសំណាងល្អមិនឃើញខ្មោចនាងហ្វាមកតាមលងទេព្រឹកឡើងពីនបានហៅគ្រូអាចារ្យមកប្រោះព្រំដើម្បីកុំឲ្យខ្មោចនាងហ្វាចូលមកក្នុងបន្ទប់អាផាតមិនបានគ្រូអាចារ្យក៏បានប្រាប់ពីនថាបន្ទាប់ពីហ្វាស្លាប់នាងបានមករកមនុស្សដែលនាងធ្លាប់ស្គាល់ពីព្រោះនាងមិនដឹងខ្លួនថានាងស្លាប់ទេទាល់តែគ្រប់7ថ្ងៃទើបដឹងខ្លួនថានាងបានស្លាប់ដូច្នេះឯងត្រូវតែរើចេញពីបន្ទប់នេះមួយរយៈសិនដើម្បីកុំឲ្យខ្មោចនាងហ្វាមកលងទៀត7ថ្ងៃកន្លងផុតទៅពីនបានមកអាផាតមិនរបស់គេម្ដងទៀតគេមិនបានមកនៅអាផាតមិននោះទេគឺមកឲ្យសោបន្ទប់អាផាតមិនដែលគេជួលឲ្យទៅម្ចាស់អគារវិញហើយប្រាប់ថាគេឈប់ជួលបន្ទប់ដែលគេនៅហើយ